បាទសញ្ញាណ5នេះបញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាលុយកាក់ហើយបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZ Visor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store App បាទទាំងអស់គ្នាលុយគឺជាវត្ថុទឹកបាទលុយវាជួយឲ្យយើងអូយធ្វើអីក៏បានដែរបាទអ្នកខ្លះបាទលុយអាចជួយរហូតបាទបញ្ជូនកូនទៅរៀនសាលាល្អទិញផ្ទះសុទ្ធតែធំឡានច្រើនអ្នកខ្លះបើកអាជីវកម្មបើកហើយមួយទៀតគឺដោយសារអីដោយសារលុយបាទហើយដូច Elon Musk បាទហើយអ្នកដែលអាចនឹងមានឱកាសអ្នកផ្សេងទៀតដែលគាត់មានលុយច្រើនហ្មងទៅឋានប្រច័ណ្ឌហ្នឹងទៅភពអង្គាឃើញទេទៅរហូតដល់ឆ្លងភពក៏បានដែរអញ្ចឹងនិយាយរួមធ្វើអីបាទក៏ត្រូវការលុយដែរបាទអញ្ចឹងសូម្បីតែឡើងលើឋានប្រច័ណ្ឌក៏ត្រូវការលុយដែរបាទលុយវាជួយយើងបានច្រើនណាស់លុយជាវត្ថុទឹកប៉ុន្តែបាទបើទាំងអស់គ្នាអត់ប្រយ័ត្នណាអានេះពេលដែលល្អលុយគឺវាជួយយើងច្រើនប៉ុន្តែនៅពេលដែលទាំងអស់គ្នាអត់ប្រយ័ត្នទេលុយនឹងធ្វើបាបអ្នកទាំងអស់គ្នាលុយនឹងคล้ายទៅជាជំងឺធ្វើឲ្យអ្នកទាំងអស់គ្នាកើតជំងឺមហារីកដែលអត់ដឹងខ្លួនបាទតោះនេះអាចឈឺដោយសារលុយហើយមិនឈឺលេងណាឈឺមហារីកបាទអញ្ចឹងទេបាទតោះនេះត្រូវនាំគ្នាប្រយ័ត្នរឿងលុយកាក់ជាពិសេសសញ្ញាណទាំង5នេះដែលខ្ញុំនឹងនិយាយនៅក្នុងវីដេអូនេះបាទជាសញ្ញាណដែលទាំងអស់គ្នាត្រូវតែនាំគ្នាជៀសវាងបាទហើយបើដឹងហើយថាខ្លួនឯងកើតមានសញ្ញាណទាំង5ហ្នឹងនាំគ្នាព្យាបាលនាំគ្នាកែទម្លាប់បាទព្យាបាលហ្នឹងគឺកែទម្លាប់ព្យាបាលហ្នឹងគឺទៅរកគំនិតដើម្បីយកមកដោះបញ្ហាហ្នឹងអញ្ចឹងសញ្ញាណទី1បាទគឺតកតងនឹងរឿងលុយបាទចាយលុយទី1បាទដែលធ្វើឲ្យអ្នកទាំងអស់គ្នាជួបបញ្ហារឿងលុយកាក់គឺមកពីចាយលុយគ្មានសណ្ដាប់ធ្នាប់រុញញ៉ៃបាទកត់បញ្ជីស្នាមអត់មានបាទហើយអ្នកខ្លះបញ្ជីស្នាមមានប៉ុន្តែវាអត់ដឹងថាលុយចូលប៉ុន្មានលុយចេញប៉ុន្មានបាទវានៅរញ៉ៃមើលអត់ដឹងណាបាទអញ្ចឹងចាបើទាំងអស់គ្នាមានសញ្ញាណមួយនេះបានន័យថារាល់ថ្ងៃលុយចូលប្រមាណក៏អត់ដឹងលុយចេញប្រមាណក៏អត់ដឹងដឹងថាមានគេជពាក់ដឹងថាបានលុយចេញដឹងថាមានលុយចូលតែប៉ុណ្្នឹងណាតោះគ្នានេះហើយជាសញ្ញាណនៅក្នុងការចាយលុយគ្មានសណ្ដាប់ធ្នាប់ហ្នឹងបាទអញ្ចឹងតោះគ្នាទៅរៀនកែរៀនគ្រប់គ្រងបាទបើមានសញ្ញាណទី1នេះតោះគ្នាទៅរៀនគ្រប់គ្រងអាជីវកម្មខ្លួនឯងឡើងវិញបាទហើយបើអត់ទាន់មានអាជីវកម្មទេអ្នកធ្វើការក៏ត្រូវរៀបចំដែរធ្វើផែនការនៅក្នុងសភៅ21គោលការណ៍នេះមានបង្ហាញអ្នកទាំងអស់គ្នាក្បួនគ្រប់គ្រងលុយចេញលុយចូលបាទអញ្ចឹងទាំងអស់គ្នាទៅទោះបីកំពុងធ្វើការក៏ដោយក៏ត្រូវដឹងថាមួយខែខ្លួនត្រូវចាយប្រមាណអីខ្លួនឯងរកចំណូលបានប៉ុន្មានឲ្យជាក់ច្បាស់គឺលុយចេញចូលនៅក្នុងកុងធនាគារនាំគ្នាចូលមើលបាទនាំគ្នាយកលុយចូលបាទយកទៅដកលុយចេញហើយឃើញវិជ្ជមានអត់បើឃើញវិជ្ជមានទាំងអស់គ្នាអត់មានសញ្ញាណចាយលុយអត់ស្នាប់នោះទេប៉ុន្តែបើទាំងអស់គ្នាយកលុយចូលយកទៅដកលុយចេញហើយស្រាប់តែវាអវិជ្ជមានណានោះហើយជាសញ្ញាណបញ្ហាលុយកាក់ជីវិតអ្នកទាំងអស់គ្នានឹងជួបបញ្ហាលុយកាក់ទៅអនាគតឃើញទេតាមស្រួលមិនអនាគតយូរឆាប់ទេមិនអនាគតយូរទៅមុខទេគឺអនាគតឥឡូវហ្មងឃើញទេបាទអញ្ចឹងប្រយ័ត្នសញ្ញាណទី1ណាសញ្ញាណទី2គឺចាយលុយអនាគតហួសមៀតបាទលុយអនាគតគឺជាលុយដែលមិនទាន់មកដល់ឃើញទេគឺជាលុយដែលទាំងអស់គ្នារំពឹងថា5ឆ្នាំទៀតខ្ញុំនឹងមាន$1 លានហ្នឹងណានោះអានោះឲ្យលុយអនាគតណាហើយខាងធនាគារហើយនឹងអ្នកឲ្យខ្ចីគេមើលអាហ្នឹងគេមើលលទ្ធភាពនៅក្នុងការរកចំណូលប៉ុន្តែលទ្ធភាពនៅក្នុងការរកចំណូលនោះវាគឺជាលុយអនាគតអញ្ចឹងសូមទាំងអស់គ្នាបាទកុំចាយលុយអនាគតហួសមៀតមកត្រូវមៀតណាបាទអញ្ចឹងវាស់មៀតខ្លួនឯងបាទហើយពេលខ្លះអ្នកខាងក្រៅគេមិនដឹងទេគេចេះតែមើលមកប៉ុន្តែខ្លួនឯងដឹងខ្លួនឯងលទ្ធភាពខ្លួនឯងនឹងវាបែបណាហ្នឹងណាបាទហើយតកតងរឿងចាយលុយអនាគតនេះបាទនៅក្នុងសភៅដែនដីគំនិតបាទគឺនិយាយក្បួនមួយរបស់អ្នកអាជ្ញាលៀងមេង
បាទដែលគាត់បានប្រើនៅក្នុងក្រុមហ៊ុនជីម៉ុងបាទហើយគាត់បានផ្ដាំទៅដល់អតិថិជនធនាគារជីម៉ុងផងដែរបាទគឺរៀនប្រើក្បួនហ្នឹងពេលតែខ្ចីលុយតោះគ្នាត្រូវមើលមានខ្លួនឯងហ្នឹងគឺអាច70 30នឹងឯងបាទបើទាំងអស់គ្នាកំពុងរកស៊ីមុខរបរដែលស្រួលលក់ចេញទេតោះគ្នាអាចខ្ចី 70% ប៉ុន្តែបើមុខរបរដែលទាំងអស់គ្នាពិបាកលក់ចេញតោះគ្នាអាចខ្ចីបានតែ 30% តោះគ្នាឃើញទេបាទអញ្ចឹងនេះគ្នាយើងដែលកំពុងតែចូលចិត្តចាយលុយអនាគតលុយអនាគតគឺជាលុយដែលមិនទាន់មកដល់ហើយទាំងអស់គ្នាប្រើកម្ចីហ្នឹងណាតោះគ្នាត្រូវតែប្រើក្បួន70 30បាទមាននៅក្នុងសភៅដែនដីគំនិតអញ្ចឹងនេះជាសញ្ញាណពីរណាបាទហើយមួយមិញខ្ញុំជូនដំណោះស្រាយទៀតបាទហើយបើទាំងអស់គ្នានៅតែឆ្ងល់អាចសួរសំណួរម្នាក់មួយបានហើយមើលតើអ្នកដែលកំពុងមើលនេះកំពុងតែចូលនៅក្នុងសញ្ញាណមួយណាជួយខមមិនអ្នកមួយផងអញ្ចឹងមិញពីរសញ្ញាណហើយសញ្ញាណទី3គឺរាល់យប់គេងអត់លក់ដោយសារលុយហ្នឹងណាបាទគឺគិតតែរឿងលុយខួរក្បាលនៅគិតតែរឿងលុយរឿងចំណាយអូយចាយច្រើនណាអញ្ចឹងយើងបារម្ភយើងថាចាយច្រើនណាអញ្ចឹងកាលណាយើងបារម្ភរឿងហ្នឹងមកពីខ្លួនឯងអត់ច្បាស់លាស់ឃើញទេហើយអាសញ្ញាដែលយើងអត់ច្បាស់លាស់នោះហើយដែលធ្វើឲ្យលុយនិងធ្វើឲ្យអ្នកនរគ្នាកើតជំងឺមហារីកបាទតោះនេះព្រួយរឿងមកដល់បាទជ័យលុយគេកុំនៅព្រួយដេកយប់បាទបើតោះនេះជ័យលុយហើយព្រួយដេកយប់បានន័យថានេះហើយសញ្ញាណនៃបញ្ហាលុយកាក់បាទមុននឹងជ័យលុយត្រូវប្រកបបំណុលមុននឹងជពាក់លុយគេមុនជពាក់អ្នកគុតគងត្រូវប្រកបបាទមុនជពាក់ធនាគារត្រូវតែប្រកបណាមុនជពាក់ណាគេក៏ដោយបាទខ្ញុំធ្លាប់ជពាក់ពាក់ខែបុគ្គលិកខ្ញុំធ្លាប់ជពាក់ហុងពុំប៉ុន្តែយប់ឡើងដេកស្រួលទេអត់អីបាទកាលហ្នឹង stress ដែរមិនថាអត់ stress បាទប៉ុន្តែយើងត្រូវតែមានកម្លាំងចិត្តមួយដើម្បីយកឈ្នះបំណុលឲ្យបានបាទធ្វើម៉េចយប់ដេកអត់លក់បាទតែដេកអត់លក់មួយខែពីរខែមានបញ្ហាហើយបាទអ្នកខ្លះមិនដល់មួយខែហ៎តែមួយអាទិត្យណាទៅបាត់ដោយសារយើងវាដេកអត់លក់បាទអញ្ចឹងជាប់បំណុលឬក៏ជាពាក់នរណាគេក៏ដោយតោះគ្នាត្រូវតែរៀនម្ចាស់ការខ្លួនឯងហ្នឹងណាបាទហើយម្ដងទៀតនេះសភៅ21គោលការណ៍នេះបាទសភៅនេះគឺមានក្បួនដោះបំណុលនៅក្នុងហ្នឹងបាទនាំនេះអានណានាំនេះអានបាទស្ដាប់ខ្ញុំហើយក៏លោវាមិនគ្រប់ទេនាំនេះអានបន្ថែមនាំនេះមើលវីដេអូផ្សេងទៀតបន្ថែមដើម្បីធ្វើបែបណាយប់ត្រូវតែដេកលក់បាទហើយទៅមើលដាក់នៅលើ Facebook ថ្ងៃមុនខ្ញុំធ្វើវីដេអូមួយគឺតាក់ទងរឿងការគេអញ្ចឹងណាអូយសំខាន់ណាស់តោះនេះត្រូវតែពិបាកចិត្តយ៉ាងណាត្រូវតែនាំនេះគេងឲ្យបានបាទគេងឲ្យបានលក់ខួរក្បាលយើងត្រូវការគេអញ្ចឹងទី3ទី4សញ្ញាណទី4ណាបាទគឺចូលចិត្តចាយលុយជាងសន្សំណាបាទអូយសញ្ញាណនេះសបោហើយចឹងមិននៅលើពិភពលោកនេះសបោអ្នកដែលកើតជំងឺលុយកាក់សបោខ្លាំងបាទដោយសារហេតុអីគឺចូលចិត្តចាយជាងសន្សំតោះនេះដែលបានអានសភៅនេះនេះសភៅនេះបាទសភៅនេះបាននិយាយថាសន្សំជានិស្ស័យរបស់អ្នកមានតោះនេះឃើញទេហើយតោះពេលទាំងអស់នេះអត់សន្សំហ្មងរករាក់ហើយបាទអ្នកដែលអត់ចេះសន្សំទេអត់ចេះសន្សំបានន័យថារាល់ខែវាអត់សល់លុយតែអត់សល់លុយបានន័យថាទាំងអស់គ្នាគ្មាននិស្ស័យខ្លាចជាអ្នកមានទេហើយបើអត់មាននិស្ស័យទេឬបាទបើមិនខ្លាចជាអ្នកមានទេគឺអ្នករោគរ៉ាក់នឹងឯងអ្នករោគរ៉ាក់គឺជាអ្នកដែលកើតជំងឺមហារីកតាក់ទងរឿងលុយកាក់ឃើញទេបាទអញ្ចឹងទេអ្នកដែលចង់បកកែសន្សំបាទយកសភៅលុយពិតយកទៅដាក់ផ្ទះទៅហ្នឹងណាអ្នកដែលបកកែចង់សន្សំហើយសន្សំនេះគ្នាយើងមួយចំនួនថាហើយប្រាក់ខែខ្ញុំ350ឲ្យសន្សំមិនហើយមានប្រពន្ធមានកូនទៀតឃើញទេនិយាយរួម250ក៏សន្សំចេញដែរឲ្យតែទាំងអស់គ្នាដាក់ចិត្តសន្សំឃើញទេបាទហើយរៀនចាយបាទរៀនចាយទៅតាមមៀតយើងឃើញទេនោះហើយដែលយើងអត់មានបញ្ហាលុយកាក់ទេឃើញទេនេះសញ្ញាណទី4ណាបាទហើយមកដល់4សញ្ញាណនេះណាគេចូលសញ្ញាណមួយណាខ្លះហើយ
មួយជួយតម្លាក់ទង comment អ្នកមួយមើលបាទហើយមិញសូមបញ្ជាក់ណាជូនដំណោះស្រាយហើយបាទអញ្ចឹងនាំគ្នាដោះស្រាយផងមើលហើយនាំគ្នាដោះស្រាយផងព្យាបាលបាទបើដឹងថាខ្លួនឯងនឹងកើតជំងឺលុយកាក់ហើយតោះនេះទៅរៀនព្យាបាលវាបាទហើយទី5គឺរស់ស៊ីឬក៏វិនិយោគបែបលេងល្បែងអញ្ចឹងគ្នាយើងដឹងហើយល្បែងគេលេងមិនបាទគេលេងមិនគេចាក់ឲ្យគេអ៊ុតតើបងប្អូនគ្នាបើកហាងរាល់ថ្ងៃចាក់ឲ្យអ៊ុតអត់បាទបើកហាងហើយស្អីក៏មិនចេះបាទបលឹមឡើងចេះតែអុជធូបហ៎បាទស្អីក៏អត់ចេះហើយអត់ចេះអភិវឌ្ឍខ្លួនឯងទៀតហ៎ស្អីក៏អត់ចេះហើយអត់ចេះអភិវឌ្ឍខ្លួនឯងទៀតនោះហើយហូស៊ីឬក៏វិនិយោគបែបលេងល្បែងអញ្ចឹងហ៎វិនិយោគកុំវិនិយោគបែបលេងល្បែងណាអត់ទេអត់មានចាំអ៊ុតទេវិនិយោគឲ្យច្បាស់លាស់ណាបាទវិនិយោគទាំងអស់គ្នាត្រូវរៀនមើលតើយើងគួរតែដាក់លុយមួយនឹងអត់ ឱកាសពិសេសសម្រាប់ម្ចាស់ចំការដូងស្វាយចន្ទីនិងដំណាំកៅស៊ូដែលកំពុងស្វែងរកទីផ្សារជំនួបម្ចាស់ចំការអ្នកកែច្នៃនិងអ្នកផ្ដល់ទុនថ្ងៃទី28ខែមិនិនាឆ្នាំ2026ជួបជាមួយអ្នកបញ្ជាទិញផ្ទាល់ជួបជាមួយនឹងអ្នកផ្ដល់ទុនជួបជាមួយនឹងអ្នកជំនាញរៀនពីបច្ចេកទេសទិន្នផលខ្ពស់និងពង្រីកទីផ្សារតម្លៃសម្បត្តិចូលរួមត្រឹមតែ$10ប៉ុណ្ណោះចំនួនមានកំណត់អ្នកចូលរួមអាចមានឱកាសផ្សងសំណាងយកកាដូអនុស្សាវរីយ៍ម៉ូតូ Honda Wave ឆ្នាំ2026ចំនួន5គ្រឿងចុះឈ្មោះឥឡូវនេះតាមរយៈ Telegram ខាងក្រោម ហើយបើក្រុមហ៊ុនមួយនឹងអត់ច្បាស់លាស់ហ៎ណាហើយយើងអូយលឺសូរតែគេឲ្យចំណេញបាទមួយខែ 20% ដាក់លុយមកហើយណាទៅបាត់ណាហ្នឹងហើយទៅបាត់ដោយសារទាំងអស់គ្នាអត់នាំគ្នាគិតហើយវិនិយោគបែបលេងល្បែងគេសន្យាចេះតែជឿគេទៅហើយណាទៅបាត់ហើយរស់ស៊ីអត់រហូតអត់យល់ពីមុខរបរហើយណាបាទអញ្ចឹងអ្នកដែលនៅខ្សោយសភៅបាទតោះនេះមើលក្នុងលើធ្នើខ្ញុំនេះសភៅច្រើនណាស់បាទខ្ញុំព្យាយាមដោយសារអត់ចេះខ្លាចបាទខ្លាចរស់ស៊ីដូចលេងល្បែងហ្នឹងណាអញ្ចឹងយើងត្រូវច្បាស់លាស់បាទយើងជាមេយើងត្រូវច្បាស់លាស់ហើយយើងត្រូវព្យាយាមយល់ពីមុខរបរដែលខ្លួនឯងកំពុងរស់ស៊ីណាបាទរៀនយល់ពីមុខរបរដែលខ្លួនឯងរស់ស៊ីបាទហើយចេះតស៊ូជាមួយមុខរបរដែលខ្លួនឯងកំពុងធ្វើផងបើអត់ចេះតស៊ូទេបើអត់យល់ពីមុខរបរទេគឺទាំងអស់គ្នារស់ស៊ីបែបលេងល្បែងហើយឃើញទេបាទអញ្ចឹងសូមទាំងអស់គ្នាបាទបើមានសញ្ញាណទី5នេះរស់រាន់ឡើងបាទផ្លាស់ប្ដូរខ្លួនឯងពីអ្នកលក់ដែលអត់ចេះសោះអ្នករស់ស៊ីលក់ដូរដែលអត់ចេះសោះទៅជាអ្នកដែលពូកែហើយពូកែតាមអីរៀននៅលើโลกនេះគ្មាននរណាមិនដែលពូកែដោយមិនរៀនទេបាទអញ្ចឹងទាំងអស់គ្នាត្រូវមើលត្រូវអានត្រូវគិតហ្នឹងរៀនពិចារណារៀនមើលគេរៀនមើលឯងហើយរៀនសូមបញ្ជាក់ទៅដល់អ្នកទាំងអស់គ្នាណារៀនដែលលឿនបំផុតគឺរៀនពីគ្រូហើយនឹងរៀនពីបទពិសោធន៍របស់រៀមច្បងបាទរៀនអញ្ចឹងហើយលឿនណាស់បាទហើយទាំងអស់គ្នានឹងអាចមិនជួបជាមួយនឹងគ្មានសញ្ញាណទី5នេះទេបាទទាំងនេះគឺជាសញ្ញាណទាំង5ដែលធ្វើឲ្យអ្នកទាំងអស់គ្នាជួបបញ្ហាលុយកាក់ទៅអនាគតឬក៏បច្ចុប្បន្នបាទអញ្ចឹងបើទាំងអស់គ្នាមិនចង់មានបញ្ហាលុយកាក់ទេមិនចង់ឲ្យជីវិតខ្លួនឯងស្មុគស្មាញទេសូមជៀសហើយនាំគ្នាកែសញ្ញាណទាំង5នេះកែទម្លាប់អភិវឌ្ឍគំនិតបាទជៀសអា5នេះឲ្យបានទាំងអស់គ្នានឹងគ្មានបញ្ហាលុយកាក់ទេសិភៅមួយក្បាលបើអ្នកអានត្រូវអាចកែប្រែវាសនាអ្នកបានខ្ញុំបានប្រមូលគំនិតខ្លឹមរបស់សហគមន៍ឆ្នើមរបស់កម្ពុជាមួយចំនួនដាក់ចូលទៅក្នុងសិភៅដែនដីគំនិតមានគំនិតមាសទាំង8នេះនៅក្នុងខ្លួនដោយមានមាស8ដុំនៅក្នុងដៃគំនិតដែលនឹងធ្វើឲ្យអ្នកមានចំណូលច្រើនចាយមិនអស់សិភៅដែនដីគំនិតអាចរកទិញបាននៅតាមបណ្ណាគារឬទម្លាក់លេខទូរស័ព្ទមួយក្រុមការងារនឹងដឹកជញ្ជូនដល់កន្លែងបង្កើនការលក់ 20% ជាមួយ K-Store App by BZ Visor ជាមួយនឹងមុខងារដែលមានភាពតាក់ទាញជាច្រើនប្រភេទផ្សេងៗគ្នាដូចជាកាតសមាជិក Digital ដោយមិនប្រើកាតឬហៅលេខទូរស័ព្ទតាមដានពិន្ទុសន្សំនិងបដូររង្វាន់នៅក្នុង App ផ្ដល់អត្ថប្រយោជន៍រាល់ពេល Top Up នៅក្នុង e-wallet គ្រប់គ្រង promotion ដ៏ច្រើនសម្បូរបែបដោយស្វ័យប្រវត្តិ
Digital Coupon ដែលមានភាពបត់បែនមុខងារទាំងអស់នេះអតិថិជនរបស់អ្នកអាចប្រើប្រាស់បានដោយគ្រាន់តែធ្វើការ scan អ្នកក៏អាចធ្វើការលក់ទំនិញតាម K-Store App ដោយមិនចាំបាច់ចំណាយកម្រៃជើងសារសូម្បីតែ1សេនអ្វីដែលពិសេសមួយទៀតនោះ K-Store App នឹងធ្វើការ integrate ជាមួយនឹង Easy Accounting Software Easy Warehouse and Easy POS ដោយស្វ័យប្រវត្តិតាក់ទងមកពួកយើងនៅពេលនេះដើម្បីបង្កើនការលក់របស់អ្នក 20% ជាមួយនឹង K-Store App by BZ Advisor